ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីការចុះបញ្ជីការជីកសិកម្មចំពោះឯកសារតម្រូវសម្រាប់ស្នើសុំការចុះបញ្ជីការជីកសិកម្មរួមមានដូចខាងក្រោមចំណុចទី1វិញ្ញាបនបត្រចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបានបតង់ឆ្នាំចុងក្រោយនិងអត្តសញ្ញាណអ្នកស្នើសុំចំណុចទី2សេចក្តីអះអាងព័ត៌មាននិងទិន្នន័យពីជីកសិកម្មដែលបានស្នើសុំធ្វើការចុះបញ្ជីចំណុចទី3លិខិតផ្ទេរសិទ្ធិពីប្រទេសដើមចំណុចទី4វិញ្ញាបនបត្របញ្ជាក់គុណភាពពីប្រទេសដើមចំណុចទី5ប្រតិបត្តិបច្ចេកទេសស្តីពីប្រភេទជីកសិកម្មចំណុចទី6សេចក្តីសង្ខេបពីដំណើរការផលិតចំណុចទី7គំរូស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរចំណុចទី8លទ្ធផលវិភាគសមាសធាតុចេញដោយមន្ទីរពិសោធន៍ជាតិកសិកម្មចំណុចទី9លទ្ធផលវិភាគសារធាតុលោហៈធ្ងន់រីឯចំណុចទី10សោះកូពីនៃបញ្ជីឈ្មោះជីកសិកម្មដែលបានស្នើសុំចុះបញ្ជីគំរូស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរបរិយាយប័ណ្ណនិងឯកសារបច្ចេកទេសផ្សេងទៀតព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DAS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ